ប៉ុន្តែត្រូវចងចាំជំហានទី1នៃការរៀបចំផែនការបានល្អក្រាន់តែសម្រាប់បានត្រឹម 30% តែប៉ុណ្ណោះដល់ចាត់តាំងអនុវត្តដែលមានទាំងទុនធានមនុស្សមានមធ្យោបាយមានសម្ភារៈមានថវិកាក៏ទៅនឹងសម្រេចបានត្រឹម 30% ថែមទៀតបូកសរុបទៅត្រឹមតែ 60% តែប៉ុណ្ណោះចឹងនៅសល់អា20%នេះវាស្អីទៅចាំទុកកត្តាចៃដន្យនឹងលេចឡើងក្នុងពេលដែលយើងអនុវត្តកត្តាចៃដន្យវានឹងលេចឡើងក្នុងពេលដែលយើងអនុវត្តហើយលើការជាក់ស្ដែងយើងរៀបចំផែនការច្រើនណាស់សម្រាប់ប្រទេសយើងដាក់ចេញរហូតដល់ឆ្នាំ 2050 ដាក់ចេញរហូតដល់ឆ្នាំ 2050 ឆ្នាំ 2030 ប្រែក្លាយប្រទេសកម្ពុជាឲ្យទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ 2050 ឲ្យក្លាយទៅជាប្រទេសដែលមានចំណូលខ្ពស់ប៉ុន្តែកត្តាចៃដន្យវាបានកើតឡើងនេះអាកូវីដនេះផុតពីអាកូវីដសង្គ្រាមរុស្ស៊ីអ៊ុយក្រែន